ពុកម៉ែបងប្អូនទាំងអស់គ្នាទឹកដែលពុកម៉ែបងប្អូនទាំងអស់គ្នាកំពុងតែឃើញនេះមិនមែនជាទឹកបាញ់ចេញពីម៉ូទ័រនោះទេនេះគឺជាទឹកដែលហូរចេញពីភ្នំហើយបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាផ្លូវជាតិលេខ4ក្បែរជាមួយនឹងជ្រោះពេជ្រនិលខាងលោកយាយម៉ៅគឺគាត់ធ្វើការកែច្នៃទឹកទាំងអស់នេះដែលជាប្រភេទទឹកធ្លាក់ពីលើភ្នំគាត់កែច្នៃឲ្យខ្លាចជាទឹកដែលអាចហូរបាញ់ចេញដូចជាកម្លាំងម៉ូទ័រអញ្ចឹងបានដែលទុកឲ្យបងដែលធ្វើដំណើរកាត់ហ្នឹងគាត់អាចធ្វើការលាងរថយន្តបានបងទឹកនេះមិនមែនតែទើបតែឃើញឥឡូវទេគឺខ្ញុំឃើញវាតាំងពីក្មេងណាបងទាំងអស់គ្នាបាទខ្ញុំអាសាជិះកាត់ខ្ញុំជិះកាត់ជាមួយនឹងគ្រួសារខ្ញុំទៅលេងខាងកោះកុងក៏ដូចជាកំពង់សោមហ្នឹងជាតាមបណ្ដាផ្លូវជាតិលេខ4បាទកាត់បាទកន្លែងជ្រោះលោកយាយម៉ៅពេជ្រនិលហ្នឹងគឺខ្ញុំនឹងឃើញហើយទឹកនឹងបាទហើយបងណាខ្លះធ្លាប់មានអនុស្សាវរីយ៍ធ្លាប់បានលាងឡានជាមួយនឹងទឹកនឹងខ្លះសូមខមមិនប្រាប់នៅខាងក្រោមផងព្រោះខ្ញុំធ្លាប់មានអនុស្សាវរីយ៍ជាច្រើនមែនទែនជាមួយនឹងរថយន្តរបស់ខ្ញុំបាទជាច្រើនដែលខ្ញុំអត់ដែរសូវចោលទេទឹកនេះនៅពេលដែលខ្ញុំចុះពីកន្លែងលោកយាយម៉ៅឲ្យធុបបនស្រន់មកពីច្រើនគឺខ្ញុំចូលលាងរថយន្តខ្ញុំតែម្ដងបងបាទហើយខ្ញុំទៅសើពុកម៉ែបងប្អូនគាត់នៅតាមបណ្ដាផ្លូវជាតិលេខ4នេះមែនទែនគាត់ចេះឆ្នៃទឹកដែលហូរចេញពីលើភ្នំណាបងទាំងអស់គ្នាខ្លាចជាទឹកមួយដែលមានកម្លាំងបាញ់ចេញខ្លាំងមកដូចម៉ូទ័រអញ្ចឹងហើយបញ្ជាក់ខែប្រាំងក៏មានទឹកខែវស្សាក៏មានព្រឹកក៏មានទឹកអីយ៉ានិយាយចង់ច្រឡំបងប្អូនទាំងអស់គ្នាខានធ្វើវីដេអូយូរហើយបងប្អូនឃើញទេបាទមិនមែនមានតែ1ឬ2នោះទេគឺច្រើនគឺច្រើនកន្លែងណាបងទាំងអស់គ្នាអើយបាទហើយកន្លែងភ្នំនេះខ្ញុំចំអល់នោះគឺសឹងតែជាភ្នំដែលគេយកទឹកមកពីនឹងអញ្ចឹងណាហើយខ្ញុំក៏ឆ្លៀតបាញ់លាងឡានអញ្ចឹងទៅប៉ុន្តែទឹកនឹងកន្លែងខ្លះខ្លាំងយកតែមែនទេណាបងទាំងអស់គ្នាបាទខ្ញុំធ្លាប់ប្រវត្តិខ្ញុំគឺខ្ញុំប្រើប្រាស់រថយន្ត Starrich ខ្ញុំបាញ់ឡើងធ្លាក់ធ្លាក់អាស្នុកញុកកន្លែងបាញ់ទឹកឡើងធ្លាក់កន្លែងកតុយត្រីនឹងបាត់ណាបងទាំងអស់គ្នារើអត់ឃើញណាបាទខ្ញុំបាញ់ទៅខ្ទៀតខ្លាំងពេកពេលហ្នឹងចំខែដូចជារដូវវស្សាបងទាំងអស់គ្នាបាទទុកខ្លាំងមែនតើទៅពេលយើងបាញ់ទៅវាធ្វើឲ្យលបប៉ុន្តែមិនអីទេបងទាំងអស់គ្នាបងអាចធ្វើការលាងបានជាពិសេសបងឡានធំគឺគាត់ចូលចិត្តណាស់មកលាងនៅកន្លែងហ្នឹងហើយបងឡានធំណាស់ខ្លះឃើញវីដេអូនេះជួយខមមិនម្នាក់មួយផងបងទាំងអស់គ្នាសិតតែបងប្អូនគ្នាយើងនោះទេអ្នកដែលចូលចិត្តលាងទឹកនៅទីនេះបាទហ្នឹងហើយអរគុណច្រើនបងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះខ្ញុំគ្រាន់តែចង់ចែកម្លែកថានៅផ្លូវជាតិលេខ4បងតិចឃើញទឹកដែលគេបាញ់ឡើងលើច្រឡំតែទឹកម៉ូទ័រអីអត់ទេគឺជាទឹកដែលហូរចេញពីភ្នំហើយសម្រាប់បងប្អូនដែលចង់លាងឡានគឺអាចចូលលាងឡានបានមានទាំងសេវាកម្មបងគាត់លាងឲ្យនិងលាងដោយខ្លួនឯងអរគុណច្រើនបងបាទ